សិទ្ធនៅលើលោកនឹងជួយថែរក្សាអនន្តកុំឲ្យនឹកចង់សឹកអីឲ្យបួសបានរហូតកុំឲ្យសឹកញោមណាហ្នឹងហើយអុជធូបអុជទៀនតាមវត្តអារាមអីបនហើយជួយឲ្យអនុថែអនន្តនឹងឯងកុំឲ្យសឹកឲ្យសោះដាច់ពូជក៏ដាច់ទៅអនន្តហើយកុំភ័យអីឥឡូវនេះដើម្បីកុំឲ្យខាតពេលវេលាខ្ញុំបកករណាសូមយកនៅកម្ពីព្រះអភិធម្មដណ្ដឹងសួរនៅព្រះអនន្តជាបន្តទៅទៀតមនាលអនន្តតើកម្ពីព្រះអភិធម្មដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងមកនោះតើមានន័យសេចក្តីយ៉ាងណាមានប្រមាណកម្ពីមានប្រមាណធម្មខណ្ឌសូមព្រះអនន្តវិសាចនាឲ្យបានល្មមញាតិញោមស្ដាប់បានផងសូមវិសាចនាបបិទ្ធប្រគុណម្ចាស់ការសពដ៏ចម្រើនល្មមម៉ោងយាយទៅផ្ទះខ្ញុំបកករណាអាត្មាឃើញមានសេចក្តីត្រេកអរច្រើនណាស់ញាតិញោមមានទធាជ្រះថ្លាស្ដាប់ធម៌អញ្ចឹងនឹកឃើញពីរឿងអ្នកស្ងាប់ជួនកាលទៅគាត់ស្ងាប់ហាពេញទំហឹងដល់តែជួនកាលនៅពីមុខលោកកុំឲ្យលោកដឹងថាគាត់ស្ងាប់គាត់ខំត្បៀតមាត់ឲ្យស្ងាប់ដល់ទៅឃើញដកតកងើតទៅលើហើយតម្លាក់ខ្លួនមកវិញអាត្មាមើលយល់អានឹងគេហៅស្ងាប់ប៉ុន្តែមិនមានហាមាត់អត់អីទេញោមញាតិពុទ្ធបរិស័ទទាំងឡាយថ្លែងណគុណណាញោមញាតិខាងបាត់ដំបងហ្នឹងខាងអូតរស់សួសអីកំពង់សបួរសាឡាតាអនព្រែកតច្រែងសាប្រហុកហ្នឹងចាំអាត្មាបាន2-3ឆ្នាំដែរអាត្មាពីដើមនៅវត្តកែវហ្នឹងតាហើយនៅដើរតែបិណ្ឌបាតហ្នឹងបិណ្ឌបាតញឹកជាងគេហ្នឹងគឺផ្លូវអូតរស់នេះឯងនឹងសួសអីនេះផ្លូវបិណ្ឌសួសអីនេះផ្លូវផ្ទះញោមមុលណាបើហើយក៏ឆ្លងដូនទាវនឹងឡើងមកឆ្លងមកបិណ្ឌតសួសអីនឹងហើយអូតរស់ហើយទៅខាងនោះព្រែកតច្រែងនឹងកំពង់សបួរនឹងញោមណាហើយដែរអញ្ចឹងទៅក៏ធ្លាប់បាននៅស្រុកញាតិញោមជាពាក់គុណញាតិញោមច្រើនណាបានគេឲ្យកម្មពៀនឹងមកសម្ដែងធម៌តែបាត់ដំបងរាល់អាទិត្យប្រគុណម្ចាស់ចេះប្រគិនពរឲ្យខ្ញុំកណាអាត្មាភាពនឹងបួសរហូតពរនឹងស្ដាប់មើលទៅមិនជាល្អប្រមាណទេព្រោះយ៉ាប់ឧបជាណាបួសតែម្ដងទៅបានហើយបួសរហូតណាឧបជាអង្គុយមិនចុកចកេះលោកលហើយទេខ្ញុំគិតមើលគ្រាន់តែបួសតែ1ម៉ោង2ម៉ោងឧបជាចាស់លោកប្របាក់ហើយដល់បួសទៅរហូតនឹងឧបជាឯណាអង្គុយចាំរហូតនោះអញ្ចឹងបួសតែម្ដងបានហើយបើនៅរហូតកុំសឹកចេះតែឲ្យបួសរហូតនោះមិនមែនបួសឲ្យយូរតែ1ម៉ោង2ម៉ោងបានហើយតល្អអញ្ចឹងគេថាខ្ញុំកណាងកាលនៅរៀនហ្នឹងនៅវត្តកែវហ្នឹងគ្រូគាត់ផ្ដាំថាបានអីត្រូវចេះចែកគ្នាយើងតស៊ូឆ្ងាយមកនៅផ្ទះម្ដាយដតីមកព្រៃម្ដាយតែមួយបានអីត្រូវចែកគ្នាកុំឲ្យក្បត់អញ្ចឹងដល់បានរបស់ល្អក៏គេត្រូវចែកដែរអញ្ចឹងឲ្យពរមិនហ្នឹងល្អណាស់បើឲ្យខ្ញុំកណាបួសហ្នឹងនៅរហូតត្រូវចែកគ្នាដែររហូតទាំងអស់គ្នាមានអីឲ្យតែប្រគុណម្ចាស់នៅរហូតខ្ញុំកណាហ្នឹងក៏រហូតដែរអាហ្នឹងធ្វើតាមបណ្ដាំគ្រូមកអញ្ចឹងកុំឲ្យថាយើងបានអីមិនចែកគ្នាហើយអញ្ចឹងខ្ញុំកណាហ្នឹងអរប្រគុណណាប្រគេនពរហ្នឹងសូមឲ្យពរហ្នឹងគុណជា2គុណជា3ប្រគេនប្រគុណម្ចាស់វិញឲ្យរហូតរាល់ជាតិតែម្ដងខ្ញុំបកករណាអាត្មាភាពអរតនីអភិធម្មបន្តិចបន្តួចមកសម្ដែងធម៌ដ៏ខ្ពង់ខ្ពស់ធម៌ដ៏ឧត្តមឧត្តមអភិនឹងក្រៃលែងឧត្តមឧត្តមខ្ពង់ខ្ពស់ហើយដល់ធម្មៈហ្នឹងធម៌សភាវៈត្រត្រង់ធម៌ដ៏ឧត្តមឧត្តមនេះព្រះអង្គសម្ដែងកាលពីវស្សាទី7ទៅសម្ដែងនៅឯឋានសួគ៌ឯតាវតឹងឯនោះប្រោសប្រមេដាហើយសម្ដែងទៅនឹងមាន7កម្ពីគឺកម្ពីធម្មសង្កណេ1កម្ពីវិភាំង1កម្ពីធាតុ1កម្ពីបកលបញ្ញត្តិ1កម្ពីកថាវត្ថុ1កម្ពីយមកៈ1និងមហាប្រធាន1ដល់សម្ដែងហើយក៏យាងចុះមកសម្ដែងឲ្យព្រះសរិបុត្រនៅក្រៅម្នេះសរិបុត្រនឹងក៏សម្ដែងឲ្យសិស្សស្ដាប់ទៅយើងក៏ចេះដឹងសិស្សនឹងក៏ចេះដឹងពង្រៀនតគ្នាមកដល់ព្រះអង្គបរិនិព្វានទៅសង្ឃិតិកាចាប្រមូលធម៌អភិធម្មនឹងយកមកចងក្រងបាន7កម្ពីហ្នឹងគិតជាធម្មខណ្ឌមានច្រើនជាងគេរហូតដល់42000បឋមខណ្ឌ
ពីព្រោះប្រសោតតាច់ពេកថ្លឹងជាមួយគុណបមេដាមិនសមគ្នាព្រះវិន័យតាច់ពេកថ្លឹងទៅក៏មិនសមគ្នាសមតែអភិធម្មនឹងក៏ព្រះអង្គសម្ដែងអភិធម្មទៅម្យ៉ាងបមេដានៅឯឋានដោះសិតព្រះអង្គមិនទៅសម្ដែងដល់ទេសម្ដែងត្រឹមតតាបតឹងឯងចង់ឲ្យបមេដានឹងហោះចុះមកព្រោះបានធ្វើដំណើរមករធរបានបន់មកជំហានមកអនន្តទេវតាហោះមង្កនជើងបានបន់មកអនន្តសត្វហើមកភពមកផ្ទះស្លាប់បានបន់មកអនន្តយាយដើរមកនឹងមកជំហានបន់មកអនន្តដែរហើយជិះកង់ជិះម៉ូតូជិះឡានវិលមកជុំមកអនន្តអញ្ចឹងអ្នកមកស្ដាប់ធម៌ហ្នឹងបើជ្រះថ្លាតាំងពីផ្ទះមកជំហានបន់មកអនន្តមកជំហានបន់មកអនន្តឲ្យតម្រាំមកអង្គុយស្ដាប់ទៀតបានបន់មកសន្ធឹករាប់លែងអស់អញ្ចឹងអភិធម្មនឹងមួយយ៉ាងសំដែងនៅកន្លែងនោះជាកន្លែងល្អជាទីប្រជុំនៃទេវតាកន្លែងទលាយផងមានថ្មបណ្ឌុកម្មពលៈសេនាសនៈកន្លែងសកទេវរាជដល់អញ្ចឹងទៅអភិធម្មនឹងក៏មាននៅក្នុងស្រុកខ្មែរយើងនឹងយើងរៀនសូត្រចេះតមកនឹងឯងប្រគុណម្ចាស់បើចង់ឲ្យបានក្បោះក្បាយជាងនឹងទៀតមានវិធីសាស្ត្រមួយគឺអរតនីប្រគ្រូកាសបៈនឹងសំដែងខ្លួនឯងសូមនិមន្តជ្រាបសាធុជ្រាបហើយល្អណាស់ញោមណាស់ខ្ញុំបកករណាចេះតែចង់សំដែងដែរប៉ុន្តែមិនចេះបើសិនជាចេះដូចអាណន់ហ្នឹងប្រហែលជាចូលរួមខ្លះប៉ុន្តែដល់ទៅពេលអត់ចេះបានទៅសួរពីព្រោះអាណន់ហ្នឹងសំដែងមកហ្នឹងដូចជាមានទឹកដមដល់ហើយញាតញោមឲ្យញឹមរហូតឥឡូវលោកបានអត្ថបាយអំពីអត្តប្រអភិធម្មមានប្រមាណកម្ពីអីដឹងអស់ហើយញោមណាឥឡូវសួរមកសំណួរទៀតអាណន់តើការធ្វើបុណ្យនៅក្នុងព្រះអភិធម្មនោះមានអ្វីខ្លះដែរទៅអាណន់សូមវិសាចនីធ្វើបុណ្យក្នុងព្រះអភិធម្មនឹងមានអ្វីខ្លះមានស្អីក៏មានដែរមានភេសជ្ជៈមានសាដកមានទៀនមានធូបមានចង្ហាន់មានដូចតែគេដូចតែឯងអញ្ចឹងដែរសូមនិមន្តជ្រាបសាធុដូចជាមិនតាន់ជ្រាបច្បាស់ទេអាណន់មានធូបមានទៀនហ្នឹងដូចតែដូចប្រសូតក៏មានដែរប៉ុន្តែចង់ដឹងអំពីបុណ្យឬក៏ទៀននៅក្នុងព្រះអភិធម្មនឹងតែម្ដងពីព្រោះថាទៀនប្រសូតគេមានផ្សេងទៀនវិន័យគេមានផ្សេងអញ្ចឹងចង់សួរទៀនក្នុងព្រះអភិធម្មណាដែលយើងកំពុងសម្ដែងហ្នឹងតើមានប្រមាណយ៉ាងដែរអាណន់សូមវិសាចនីម្ដងទៀតបបិទ្ធបកាសពដ៏ចម្រើនដំបងគេសួរពីរឿងបុណ្យក្នុងអភិធម្មដល់តែមិនឆ្លើយមកចេញពីទៀនក្នុងអភិធម្មវិញទៀនក្នុងអភិធម្មមាន6គេហៅថារូបសម្លេងក្លិនរសសម្ផស្សធម្មអារម្មណ៍គឺឲ្យជាទៀនឲ្យរូបជាទៀនឲ្យសម្លេងជាទៀនឲ្យក្លិនជាទៀនឲ្យរសជាទៀនអញ្ចឹងទៅញោមណាដូចជាអ្នកបានប្រគេនថ្នាំសម្រាប់ជួយសម្លេងហ្នឹងក៏ឈ្មោះថាឲ្យសម្លេងជាទៀនអញ្ចឹងទៅឲ្យថ្នាំដើម្បីលេបទៅមុងភួយកទេលខ្នើយជាសេនាសនៈហ្នឹងការពាររូបហ្នឹងក៏ឈ្មោះថារូបជាទៀនអញ្ចឹងទៅប៉ុន្តែបើយើងគិតពីរឿងធ្វើបុណ្យក្នុងព្រះអភិធម្មវិញមាន80បុណ្យឯណោះសូមនិមន្តជ្រាបសាធុអីក៏ច្រើនមែនអាណន់រហូតទៅដល់80បុណ្យណាញោមបុណ្យអីខ្លះទៅអាណន់រហូតទៅដល់80សូមនិមន្តវិសាចនីមែនយើងរាប់បុណ្យចូលឆ្នាំភ្ជុំបិណ្ឌកឋិនបុណ្យផ្កាវេដាកោជុកបួសនាគមៀកកបោជាវិសាខបោជាអញ្ចឹងទេគឺគេរាប់អញ្ចេះបញ្ញកិរិយាវត្ថុ10បុណ្យកើតមកពីទៀននិយាយតាមានលុយមានកាក់យកមកចូលអានឹងកុំថាបុណ្យនឹងមានតែលុយមួយមុខញោមចាំមើលណាបញ្ញកិរិយាវត្ថុទាំង10ហ្នឹងនិយាយតាខ្លះមានលុយមានបច្ច័យមានអង្គបាយមួយវែកសណ្ដែកមួយគួរស្លាមួយសន្លឹកស្លាមួយចំណិតមួយលូមួយសន្លឹកទឹកមួយត្រឡោកថ្នាំមួយបរិយលុយ100មួយរៀលមួយកាក់មួយសេន10000 20000 1000 $2000យកមកចូលរួមអានឹងគេថាបុណ្យកើតពីទៀនអ្នកខ្លះអត់មានលុយអត់មានកាក់ទេចូលមកដល់ជួយសមាទានសិលបានបុណ្យដែរបុណ្យកើតពីសិលហើយអ្នកខ្លះទៀតអត់បានចូលលុយកាក់ទេមកជួយសូត្រធម៌ដោយលោកអាចារ្យលោកយាយលោកតាខ្លះគេថាម៉ោង5ម៉ោង4ត្រូវមកជួយសូត្រធម៌គាត់មកជួយសូត្រជួយចម្រើនរំលឹកពុទ្ធគុណគេថាបុណ្យកើតពីភាវនាហៅថាភាវនាមយៈស្រាប់តែយាយ
តានឹងឃើញលោកនិមន្តមកចេះឡើងឈរគោរពឃើញអាចារ្យនិមន្តជើងជាងមកអញ្ជើញមកចេះសាពះចេះជំរាបសួរអោតលំទោនអានឹងគេហៅថាអបច្ចាយនមយៈប៉ុនដែរណាញោមចាំបាច់ទៅលុយអីគ្រាន់តែគោរពគ្នានឹងបានប៉ុនដែរដល់តែពេលកូនក្មេងខ្លះកូនចៅខ្លះជួយខ្វល់ជួយខ្វាយជួយតបជួយតែងជួយលីជួយសែងជួយលើកទុកលើកដាក់លាងចានឆ្នាំងប៉ាន់តេងត្រីងៀតត្រីខបបកឡទឹកត្រីរៀបចំយាវយាវចៈរត់តុកបំរើភ្ញៀវមានឡានមានយានជំនិះជួយដឹកប្រសងដឹកយាយតាអានឹងប៉ុនកើតពីវិយាវចៈគេហៅថាវិយាវចៈមយៈខ្ញុំមើលឃើញដែរប៉ុនដែរហើយស្រាប់តែយាយតានឹងមកស្ដាប់ធម៌បានប៉ុនមួយទៀតហើយគេហៅថាប៉ុនកើតពីស្ដាប់ធម៌ហើយម្ចាស់ទានប្រធានប៉ុននឹងទៅនិមន្តប្រសងសម្ដែងធម៌ទេសនាអញ្ជើញអាចារ្យមកបញ្យលធម៌បានប៉ុនមួយទៀតហើយគេហៅថាធម្មសវណៈធម្មទេសនាមយៈអ្នកស្ដាប់ធម្មសវណៈមយៈដល់តែយាយតាធ្វើប៉ុនអញ្ចឹងឧទ្ទិសកុសលជូនមេត្តាបៃតាបុព្វការីជនខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000ជាតិរបៀបកំណើតទៅតាំងពីយដូនពីយតាពីម៉ាពីកងពីចឹកពីចែពីសោពីហៀពីទាពីអ៊ីពីកៅពីកងពីក្រឹងពីអីចឹងណាញោមណាសោអានបានទាំងអស់អានឹងគេហៅថាបានប៉ុនយើងមកជាន់ទៀតយើងយកលុយកាក់ឲ្យគេបានប៉ុនយើងឥឡូវយើងបានប៉ុនយកប៉ុននឹងឧទ្ទិសទៅឲ្យគេបានប៉ុនយើងមកជាន់ទៀតហើយស្រាប់តែឈឹងគេជូនប៉ុនម្ចាស់ប៉ុនភាកច្រើនសន្តរកថាថាអូយលោកយាយលោកតាខ្ញុំអរគុណណាដែលបានមកចូលរួមប៉ុនខ្ញុំអញ្ចឹងខ្ញុំសូមចែកប៉ុនខ្ញុំនឹងដល់លោកយាយលោកតាឲ្យបានផលខ្លះក៏ថាតាមសេចក្តីប្រាថ្នាខ្លះក៏ថាស្មើគ្នាគេថាមិនថាទៅសូមជូនប៉ុនកសលផងលោកយាយលោកតាត្រេកអរអនុមោទនាទទួលបានប៉ុនគេនឹងទៀតខ្ញុំមើលឃើញណានៅឯផ្ទះនោះដែរអីនោះចៅអាឡ័យចាំផ្ទះកូនអាឡ័យនៅផ្ទះឬក៏យាយមកតានៅផ្ទះទៅដល់តាអូខ្ញុំជូនប៉ុនផងតាឯនោះត្រេកអរសាធុទទួលបានប៉ុនដែរប៉ុនហ្នឹងគេឲ្យអញ្ចឹងបានប៉ុន្តែបើធ្វើបាបទៅជូនគេមិនយកទេតើអើយខ្ញុំវាយគេបែកក្បាលឯងមិនតែឯងជួយខ្ញុំផងជួយចម្លែកយកបាបខ្លះទៅស្អែកទទួលខែងតែប្រគ្រូកដាលទទួលលេមិនដឹងទេអាត្មាមិនទទួលទេរឿងអ្នកវាយគេរត់មកឲ្យនោះអត់ទេញោមញាតិពុទ្ធបរិស័ទអញ្ចឹងប៉ុនហ្នឹងបានទៀតណាប៉ុន្តែមានខ្លះម្ដាយខឹងកូនម្ដាយខឹងកូនឬក៏កូនខឹងម្ដាយអញ្ចេះចង់រំលឹកដែរកូនខ្លះគេជូនលុយជូនកាក់ម៉ែអញ្ចឹងទៅម៉ែបានលុយមកធ្វើប៉ុនទៅវិញជូនកូនកូនអើយលុយកូនឯងជូនម៉ែធ្វើប៉ុនឲ្យសុំជូនដល់កូនឯងផងកូននឹងអនុមោទនាបានផ្លែតប៉ុន្តែដល់កូនទៅធ្វើប៉ុនវិញម៉ែខ្លះខឹងហ៊ីដើរពេកខឹងម៉ែខ្ញុំជូនប៉ុនផងអញយកតែឯងណាខឹងកូនដើរពេកដល់អញ្ចឹងទៅតែមិនទទួលអញ្ចឹងវល់ទៅដល់យើងស្លាប់ទៅកូនទៅអត់បានទេញោមណាតើរៀនអនុមោទនាឲ្យហើយគីឡូស្លាប់ទៅកើតនរកប្រែតបានទទួលផលប៉ុនហ្នឹងដល់ទី10ឯនោះទឹកថោជូកម្មម៉ាំងគ្រាន់តែតាំងទឹកថេឲ្យត្រង់ថាខ្លួនធ្វើយ៉ាងម៉េចបានអញ្ចឹងណាលូកភ្លើងនៅក្នុងក្តៅមិនមែនយាយកលូកភ្លើងតាខអ្នកក្តៅឯណាមិនមែនយាយខអ្នកហូបបាយតាកអ្នកឆ្អែតឯណាអញ្ចឹងយើងធ្វើបាបខ្លួនយើងធ្វើប៉ុនខ្លួនយើងគ្មានណាទទួលបាបទទួលប៉ុនជំនួសទេណាធ្វើអីនៅហ្នឹងយើងអ្នកធ្វើបាបជាប់គុកខ្លួនឯងអត់មានណាទៅផ្ទេជំនួសទេគ្រាន់តែតម្រង់ទឹកថេអញ្ចឹងមេត្តាបៃតាមានគុណធ្វើប៉ុនពិតជាបានប៉ុនទៀតអញ្ចឹងយើងឃើញតែបញ្ញកិរិយាវត្ថុ10ដល់តែក្នុងអភិធម្មប្រព្រឹត្តទៅក្នុងមហាកុសលទាំង8សោមនស្សសហកតញ្ញាណសម្បយុត្តអសង្ខារិកៈនិងសសង្ខារិកៈមានគេដឹកនាំផងអត់មានគេដឹកនាំជ្រះថ្លាខ្លួនឯងញោមណាហើយនឹងប្រកបដោយញាណនិងមិនប្រកបដោយញាណរាប់ទៅមហាកុសលទាំង8ហ្នឹងប្រព្រឹត្តជាមួយនឹងបញ្ញកិរិយាវត្ថុទាំង10ហ្នឹងគុណគ្នាទៅ8 10ដងចេញ80បានគេហៅថាបុណ្យក្នុងអភិធម្មមាន80របៀបសូមនិមន្តជ្រាបសាធុអោអានន់ហើយអានន់ហើយវិធីរៀនយ៉ាងម៉េចក៏ចាំយ៉ាងហ្នឹងញោមណាហ្នឹងហើយប្រហែលជាមួយថ្ងៃហ្នឹងមិនសឹងទេរៀនរហូតទៅយ៉ាងបានជាចេះយ៉ាងហ្នឹងញោមហើយអាត្មាហ្នឹងខំរៀនដែរប៉ុន្តែមិនចាំគេចាំចេះតែភ្លេចទៅវិញហើយអានន់ដាក់ឲ្យរោឥឡូវទៀន